អន្តរស្នេហ៍មនុស្សចចកភាគទី12 Volcan តែងអាចចេញពីមុខដោយកំហឹងនិងងាកទៅមើលពីអ្នកបងប្អូនភ្លោះដែលបាត់ស្រមោលនៅក្នុងភាពងងឹតលឿនដូចព្យុះខ្ញុំសឹងតែឈប់ដកដង្ហើមព្រោះបារម្ភពីអ្នកនោះពិតមែនហើយពេលនេះខ្ញុំក៏មើលមិនឃើញទាំងសែននិងសានដូចគ្នាព្រោះត្រឹមមួយប្រព្រឹត្តភ្នែកពួកគេក៏បាត់ស្រមោលពីត្រង់នោះត្រឹមមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះអាតូនីខ្ញុំហៅឈ្មោះប៉ារបស់ខ្ញុំដោយសម្លេងខ្សៅចង់ប្រាប់ឲ្យគេជួយហាម Volcan ដែលកំពុងតែឈួតខ្ញុំអាចដឹងថាបើ Volcan លោឡាហើយនោះគេនឹងមិនពេញចិត្តអីងាយតើតការមួយម៉ារបស់គេរលេបានគេគួរឲ្យខ្លាចនិងមិនគួរឲ្យចូលទៅចិត្តជួយមិនបានប៉ារងូរងហើយខ្ញុំក៏ញញឹមដល់ការសប្បាយចិត្តព្រោះស្មានថាប៉ាព្រមជួយខ្ញុំតែមានពីអង្កាលប៉ាបាយជាដឹកដៃខ្ញុំឲ្យដើរចេញទៅបណ្ដោយឲ្យ Volcan ដុតព្រៃដុតស្មៅនៅម្ដុំនោះដោយភ្លើងពណ៌ខ្មៅរបស់គេរហូតដល់វាឆេះប៉ាងទៅតាមខ្យល់បន្តិចម្ដងខ្ញុំឃើញលំអងពណ៌ខ្មៅងងឹតដែលคล้ายជាផេះផង់ហោះហើរក្នុងអាកាសហើយក៏រលាយបាត់ប៉ះនោះជាមិត្តភក្តិរបស់ខ្ញុំហៅគេហើយក៏ក្រែងមិនព្រមដើរទៅតាមហើយមិនយូរប៉ុន្មានយើងទាំងពីរក៏ទុចដំណើរពេលឃើញមនុស្សចចជាច្រើនកំពុងតែធ្វើដំណើរមករកយើងខ្ញុំថើក្រោយដោយស្វ័យប្រវត្តិនិងមើលអ្នកដល់ឡោមប៉ុនខ្លួនឯងដោយកែភ្នែក3ពួរដោយការភ័យខ្លាចពេលរាត្រីដើងងឹតពលឺមួយណាភ្លឺជាងគេពណ៌បៃតងពណ៌ក្រហមនិងពណ៌ខៀវទៅរក Volcan ប៉ាប្រាប់តែខ្ញុំក្រវីក្បាលមិនបានមិនទាំងអាចទៅក្នុងពេលដល់ពេលនេះមនុស្សចចកឡំប៉ាត់ពួកយើងច្រើនដល់ថ្នាក់នេះទោះជាខ្សែលោហិតនិងភ្នែករបស់ពួកយើងមានអមាជាងតែពេលមានកម្លាំងទៅជាងបែបនេះគ្មានផ្លូវដែលប៉ាមិនរងរបួសក្រៅពីនេះពួកគេក៏មានអាវុធគ្រប់ដៃលើកលែងទៅពួកយើងដែលមានតែដៃទៅទេប៉ាទៅរក Volcan ភ្លាមប៉ាបញ្ជាដល់សម្លេងរាស្មើហើយក៏ប្រឡែងដៃខ្ញុំអត់ទេខ្ញុំប្រាប់បើសម្លេងញួរនឹងព្យាយាមចូលទៅជិតប៉ាតែក៏ត្រូវស្រែកខ្លាំងៗពេលដែលត្រូវប៉ារុញមួយទំហឹងស្របពេលដែលមនុស្សចចភ្នែកពណ៌ក្រហមម្នាក់លោតមករកត់ដោយកាន់កឹកដៀវធំមួយមកផងប៉ុន្តែអាតូនីប៉ារបស់ខ្ញុំរលាស់តែបន្តិចម្រាមដៃទាំង5ក៏មានកញ្ចក់មុតស្រួចលៀនចេញមកហើយក៏ខ្ញាប់ដើមទ្រូងហើយឆ្វេងរបស់អ្នកដែលលោតមករកទម្លុះដល់ខ្នងពេលប៉ារបស់ខ្ញុំដាក់ដៃចេញពីដើមទ្រូងរបស់ចចសមាក្រក់ម្នាក់នោះមកលិតគេក៏កវិក្បាលហើយដើរកាត់អ្នកដែលត្រូវទម្លុះបេះដូងរាងកាយរបស់ប្រុសម្នាក់នោះសន្សំក៏ឆេះហើយខ្លាចជាផេះពណ៌ខ្មៅមុននឹងខ្លាចជាលំអងខ្មៅហួតទៅក្នុងអាកាសមកយ៉ាត្រូវ Volcan ខាងនេះទុកឲ្យប៉ានឹងពូខ្ញុំភ្ញាក់ព្រឹកពេលសក់លោកអ៊ីចានក៏ធ្លាក់ចុះមកលុតជង្គង់នៅក្បែរខ្ញុំដែលដួលអគុតនៅលើដីក្លិនឈាមតែភេមកប៉ះចំោះនោះធ្វើឲ្យខ្ញុំចង់ក្អួតបន្ទាប់មកក៏ខ្លាចជាក្លិនក្រអូបឆាប់ទៅត្រង់នេះគ្រោះថ្នាក់ខ្ញុំរត់ទៅតាមផ្លូវដែល Volcan កំពុងតែតាមប្រមាញ់កូនភ្លោះទាំងពីរហើយក៏ជពុបជើងដួលជាច្រើនដងបន្លាស្រួយនឹងវៃឈើចាក់ខ្លួនខ្ញុំឲ្យរបបរបាញ់តែខ្ញុំគ្មានអារម្មណ៍ជួយចាប់អីបន្តិចភ្នែកសម្លឹងមើលទៅខាងមុខរកមើលចំហាយពូខ្មៅដែលខ្សែភៀចេញពីខ្លួនបងប្រុសគេណាឲ្យប្រកាសខ្ញុំសួរខ្លួនឯងភ្នែកក៏សម្លឹងមើលជុំវិញខ្លួនហើយមិនយូរប៉ុន្មានខ្ញុំក៏ត្រូវស្រែកនឹងរត់ឲ្យកាន់តែលឿនពេលឃើញចចជាច្រើនកំពុងតែតាមប្រមាញ់ដោយសម្លេងព្រុសនិងលូគូឲ្យខ្លាចសម្លេងហួយធ្ងរនោះពួកនោះមិនមែនជាចចធម្មតាតែជាពួកឈាមជក់បរិសុទ្ធដែលតាមប្រមាញ់ខ្ញុំដើររអិលព្រឹសទឹកភ្លៀងសំណាងល្អដែលពន្លឺច័ន្ទជួយបំភ្លឺឲ្យឃើញផ្លូវតែពេលនេះខ្ញុំគិតអីមិនចេញធ្វើអីមិនត្រូវដឹងថាខ្លួនឯងមានអំណាចជាងពួកគេតែក៏មិនដឹងថាចាត់ការដោយវិធីណាដំណក់ឈាមដែលស្រក់លេឡំដំណក់ទឹកភ្លៀងហូរតាមផ្លូវដែលខ្ញុំរត់ទោះខ្ញុំលឿនយ៉ាងណាតែពេលក្លិនឆ្អាបឈាមសាយភាយក្នុងអាកាសនិងទឹកភ្លៀងពួកគេតែងតែរត់ដេញខ្ញុំតាន់រោមរបស់ខ្ញុំបាសជ្រុងច្រាំងបេះដូងលូតញាប់អន្ត្រីចរំភ្ញាក់ដឹងខ្លួនបែបដែលមិនធ្លាប់កើតមានយ៉ាប់ខាងមុខខ្ញុំបត់ទៅផ្លូវខាងឆ្វេងពេលឃើញក្រុមកម្ដៅពណ៌ក្រហមស្ទាក់នៅខាងមុខហើយពេលឃើញខ្ញុំបត់យ៉ាងតាន់ហន់បែបនោះពួកអ្នកដដេញតាមពីក្រោយក៏បត់មិនតាន់ហើយក៏ប៉ះនឹងចចកភ្នែកពណ៌ក្រហមសំឡេងព្រុសសំឡេងលឺនៅក្រៅខ្នងធ្វើខ្ញុំព្រឺសម្បល់មេឈើវត្តថ្បោះខ្ញុំមួយទំហឹងធ្វើស្ពឹកឈាមហូរកាន់តែខ្លាំងជើងទាំងពីរក៏ចាប់ផ្ដើមទន់ព្រោះរាងកាយនិងកម្លាំងកំហែងរបស់ខ្ញុំមានមិនច្រើនដូចចចកទូទៅបើគ្មានភ្នែកខ្មៅនិងខ្សែលោហិតពណ៌សនេះខ្ញុំគ្រាន់តែជាមនុស្សស្រីធម្មតាម្នាក់ប៉ុណ្ណោះខ្ញុំស្រែកម្ដងទៀតពេលត្រូវចចកមួយរត់ដេញតាមចាប់ប្រកិតមុនពេលដែលវាលោតមករកខ្ញុំធ្វើខ្ញុំដួលរមៀលព្រោះទប់មិនចាប់ហើយក៏ធ្វើខ្ញុំនៅស្ងៀមមួយកន្លែងខ្ញុំលើកដៃចាប់ស្មាខ្លួនឯងពេលមានរបួសជ្រៅដោយសារឬឈើដែលចាក់ទម្លុះស្បែកពួកដេញតាមពីក្រោយតាមមកតាន់ហើយក៏ក្រឡឹងខ្ញុំម្ដងមួយចាន់ខ្ញុំងើយមកមើលពេលមានអារម្មណ៍ដល់កាយភ្នែកពូខៀវដែលធ្លាប់ស្គាល់
Justin ខ្ញុំមើលគេហើយកបាត់ភ្នែកព្រោះដឹងច្បាស់ថានេះគឺជាទួនាទីរបស់គេអាចចូលមកសង្គ្រោះចាប់ហូតយកក្បាលខ្ញុំឲ្យរបូតពីស្មាទោះខ្ញុំគិតថាខ្ញុំជាមិត្តភក្តិរបស់គេក៏ដោយហើយខ្ញុំក៏បាក់ភ្នែកដោយការភ្ញាក់ផ្អើលពេលមានចចកមេតធំ3ក្បាលប្រកាសខ្លួនពណ៌សដែលបញ្ចេញពន្លឺសឹងតែខ្វាក់ភ្នែកនឹងមានភ្នែកពណ៌សនោះធ្វើឲ្យខ្ញុំដឹងថាគេគឺអាឡែនហើយគេក៏នាំចចកមេតធំសម្បកខ្មៅកែភ្នែកពណ៌ខ្មៅងងឹតមកជាមួយពីក្បាលទៀតអាឡែនងក់ក្បាលឲ្យខ្ញុំរត់ខ្ញុំមកច្បាស់ថាគេឲ្យខ្ញុំរត់ទៅរក Volcan ខ្ញុំប្រឹងលេបទឹកមាត់ហើយប្រឹងងើបយឺតដោយបានប្រមាណស្ថានភាពដែលកំពុងកាត់ឡើងបើខ្ញុំមានអារម្មណ៍មិនខុសចចកពើខ្មៅពីក្បាលដែលមកជាមួយអាឡែនគួរតែជាខ្សែលោហិតដែលផុតពូជដូចគ្នាដូច្នេះហើយពួកគេអាចនឹងឈ្នះបើខ្ញុំនៅទីនេះអាឡែននឹងគ្មានសមាធិពេលគិតបែបនោះខ្ញុំក្រឹតចេញទៅភ្លាមឈាមដែលហូរចេញពីមុខរបួសធ្វើឲ្យខ្ញុំមានអារម្មណ៍ឈឺចាប់និងស្ពឹកទោះឈាមរបស់ខ្ញុំផ្សះរបួសបានតែពេលនេះខ្ញុំគ្មានពេលមកអង្គុយផ្សះរបួសឲ្យខ្លួនឯងម្យ៉ាងទៀតឈាមដែលបាត់បង់អស់ច្រើននោះធ្វើឲ្យខ្ញុំចាប់ផ្ដើមខ្សោយVolcan ខ្ញុំហៅឈ្មោះបងប្រុសដោយសម្លេងខ្សែពេលឃើញប្រុសម្នាក់ឈរក្បែរខ្នងដាក់ខ្ញុំតាមរយៈក្លិននិងលំអងពណ៌ខ្មៅដែលសាយភេជុំវិញខ្លួនគេធ្វើឲ្យខ្ញុំជឿជាក់ថាអ្នកដែលឈរនៅចំពោះមុខគឺ Volcan នៅក្នុងโลกនេះគ្មានណាងងឹតបានដូច Volcan បងប្រុសរបស់ខ្ញុំទៀតនោះទេ Volcan ជួយផងខ្ញុំខ្សែប្រាប់ហើយកដួលខ្ពើភ្លៀងនៅតែធ្លាក់មិនឈប់វាធ្វើរាងកាយរបស់ខ្ញុំស្ពឹកនិងហត់នឿយកាន់តែខ្លាំងទៅមកចា Volcan ងាកមករកខ្ញុំយឺតកែភ្នែកពណ៌ខ្មៅនោះលុបទៅដោយភាពងងឹតនឹងធ្វើឲ្យខ្ញុំមើលមិនឃើញមុខរបស់គេមានរបួសឬបងមិនបានធំក្លិនអីសោះ Volcan ងាកមកមើលខ្ញុំទាំងចំហហើយក៏រញអ្វីម្យ៉ាងនៅចំពោះមុខគេឲ្យចេញឆ្ងាយខ្ញុំប្រឹងបើកភ្នែកពេលដឹងថាគេដកដៃចេញពីដើមទ្រូងខាងឆ្វេងរបស់នរណាម្នាក់ Volcan ស្ទុះមកលុតជង្គង់នៅទល់មុខខ្ញុំព្រមទាំងពិនិត្យរបួសតាមដងខ្លួនខ្ញុំទៀតផងតែខ្សែភ្នែករបស់ខ្ញុំនៅតែសម្លឹងមើលទៅមនុស្សប្រុសដាក់ដួលដេកនៅលើដីតាមទំនិញផាន់ដីយឺតហាក់ដោយរូបភាពនោះធ្វើសកម្មភាពកាន់តែយឺតទៅមកទេមកយ៉ាចាំ Volcan មកវិញមើលរបួសឲ្យ Volcan និយាយអីក៏មិនដឹងខ្ញុំស្ដាប់ហើយមិនចូលទៅជាសពបីតែបន្តិចភ្នែករបស់ខ្ញុំមើលទៅដើមទ្រូងម្នាក់នោះដែលធ្លុះคล้ายជាប្រហោងមានឈាមហូរក៏ខ្លាក់ទឹកភ្នែកខ្ញុំក៏ហូរដោយមិនដឹងខ្លួនកែភ្នែកពូខៀវដែរតែសម្លឹងមើលខ្ញុំដោយពន្លឺចាញ់ចាំងនិងរីករាយសន្សំក៏រលត់នឹងคล้ายជាពណ៌ខ្មៅឈាមរបស់គេហូរកែភ្នែករបស់គេមានឈាមហូរមកដែរប៉ុន្តែឈាមនោះមានពណ៌ខៀវចាញ់ចាំងនៅក្នុងភាពងងឹតទោះគេកំពុងតែរងរបួសធ្ងន់ធ្ងរតែគេមាត់របស់គេនៅតែមានស្នាមញញឹមដូចដែរញញឹមដាក់ខ្ញុំគ្រប់ពេលសាន Indian សានខ្ញុំស្រែកហៅឈ្មោះគេការឈឺចាប់ចូលជន់ពេញដើមទ្រូងហាក់ដូចខ្លួនឯងជាអ្នករងគ្រោះដៃទាំងពីររបស់ខ្ញុំខំស្រវេស្រវានរកគេតែតោះត្រង់រាងកាយធំខ្ពស់របស់បងប្រុសពាំងមិនឲ្យខ្ញុំចូលទៅចិត្តបានកុំចូលទៅចិត្តអាម៉ាស៊ីននោះមកចាឈាមធាតុទឹកនោះអាចត្រាំនាងឲ្យកក់បានហើយកាត់បន្ថយថាមពលនៅក្នុងខ្លួននាងដែរ Volcan និយាយតែខ្ញុំមិនខ្វល់ដៃទាំងពីរនៅតែព្យាយាមស្រវាចាប់សានដែលនឹងមិនឆ្ងាយកាន់តែឈោងវាកាន់តែមិនដល់កាន់តែឆ្ងាយទៅសានខ្ញុំស្រែកដល់ការឈឺចាប់ទឹកភ្នែកហូរសស្រាក់ឈឺចាប់ពេលឃើញគេដួលនៅចំពោះមុខឈាមពណ៌ក្រហមហូរចេញពីដើមទ្រូងដែលរួងឲ្យប្រហោងនោះធ្វើឲ្យខ្ញុំដកដង្ហើមមិនចេញធ្វើបាបគេធ្វើអី Volcan ខ្ញុំចាប់ដៃបងប្រុសចាប់ពេលដឹងថាគេគ្មានផ្លូវបណ្ដាលខ្ញុំចូលទៅចិត្តសានបានទៀតទៅពេលនេះគេមិនអាចងើបមកធ្វើអីខ្ញុំក៏ដោយមាននឹងមកទៅហើយបារភ្នែកពណ៌ខ្មៅងងឹតទាំងឈាមទាំងភ្នែកទាំងបេះដូងក៏អុកខ្ញុំចេញឆ្ងាយពីសានដែលដួលដេកនៅលើដីដៃទាំងពីររបស់ខ្ញុំនៅតែប្រឹងស្រវារាងកាយដែលជោគចំទៅដោយឈាមប៉ុន្តែធ្វើអីក៏មិនបាន Volcan ខ្ញុំស្រែកហៅឈ្មោះបងប្រុសដោយមនុស្សឈួតខ្ញុំមិនចាប់អារម្មណ៍ទេថាវាមានអីកាត់ឡើងតែពេលនេះខ្ញុំចង់ទៅរកសានចង់សុំទោសគេចង់ប្រាប់គេថាគេគឺជាមិត្តភក្តិរបស់ខ្ញុំចង់ធ្វើរឿងជាច្រើនទៀតជាមួយគេ Justin ដែរ Sen ដែរហើយចង់ទុកឲ្យគ្រប់យ៉ាងនៅរឿងស្ទះតែប៉ុណ្ណឹងឬខ្ញុំត្រូវបណ្ដោះឲ្យគេដេកក្នុងថ្លុកឈាមតែម្នាក់ឯងត្រោមដំណក់ទឹកភ្លៀងដោយវាកំពុងតែយំដាក់សានឬយ៉ាងម៉េចខ្ញុំធ្វើមិនបានពេលខ្ញុំរលាស់ដៃចេញពី Volcan បានហើយក៏ស្ទុះទៅរកសានដែលដេកស្ដុកស្ដឹងក្នុងថ្លុកឈាមដោយសាររបួសហាក់ដូចគេជាផ្ទៃសមុទ្រដែលគ្មានថ្ងៃរីងស្គួតហើយពេលដែលប៉ះឈាមពណ៌ខៀវពន្លឺដែលហូរចេញពីកែភ្នែករបស់សានក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចបេះដូងកំពុងកន្ត្រាក់យ៉ាងខ្លាំងហើយរាងកាយក៏ញ័របន្ទាប់មកក៏ដួលទៅលើគេ
ខ្ញុំដោយត្រូវខ្សែភ្លើងឆក់អវយវៈក្នុងរាងកាយដោយឈប់ធ្វើការនឹងបានលឺសំឡេងរបស់ Vulcan ដែលហៅឈ្មោះខ្ញុំដោយភាពស្រឡាំងកាំងនៅខាងក្រោយម៉េចគេហៅឈ្មោះខ្ញុំស្របពេលដែលលើក3ខ្លួនរបស់ខ្ញុំចេញពីសានខ្ញុំដកដង្ហើមដង្ហក់គ្រប់គ្រងរាងកាយមិនបានសរសៃឈាមនៅក្នុងខ្លួនដោយត្រូវចាប់ទាញឲ្យតឹងស្បែកក៏ស្ពឹកដោយត្រូវត្រាំក្នុងបង់តកកទាំងក្រាស់ទាំងជ្រៅវាធ្វើរាងកាយរបស់ខ្ញុំកន្ត្រាក់ហើយដកដង្ហើមមិនចេញឈួតមែន Vulcan ស្រែកជេរបន្តិចហើយកបែកខ្ញុំដើរចេញទៅកាត់ភ្លៀងដែលកំពុងតែធ្លាក់ជោគចាំបងប្រាប់ឲ្យមិនទេថាកុំចូលទៅជិតវា Vulcan កំហុសដាក់ខ្ញុំដើរកំហឹងហើយក៏លើកខ្ញុំដាក់លើស្មាដើរកាត់ភ្លៀងទៅទីណាមួយកន្លែងរាងកាយខ្ញុំនៅតែកន្ត្រាក់បេះដូងក៏លោតខ្សោយទៅដូចវាលោតត្រឹមតែ10ដងក្នុង1នាទីនឹងពេលដែលវាលោតខ្លួនខ្ញុំក៏កន្ត្រាក់ដូចគ្នាកាត់មកថើថាបពុយជីវិតប្រហែលជាបែបនេះហើយសម្រាប់ស្រ័យធ្វើឈ្ងោរបស់ចចកនៅក្រៅខ្នងធ្វើ Vulcan ធ្វើដំណើរកាន់តែលឿនរហូតមកដល់លាអាងដែលសានធ្លាប់នាំខ្ញុំមកគេក៏ដាក់ខ្ញុំឲ្យអង្គុយផ្អែកនឹងដុំថ្មភ្នែករបស់គេមើលទៅក្រហមព្រោះកំហឹងហើយសឹងតែមិននៅសល់ភាពសង្ហាឲ្យឃើញងាប់ហើយគេជេរបន្តិចហើយក៏ដាក់ដៃលើដើមទ្រូងខាងឆ្វេងរបស់ខ្ញុំនាងមានរបួសហើយពេលនេះឈាមពុះខៀវក៏ជ្រាបចូលក្នុងខ្លួនរបស់នាងភ្លាមនោះថាមពលនោះនឹងកាត់បន្ថយគ្រប់យ៉ាងនៅក្នុងខ្លួននាងដោយពេលនេះនឹងអីដកដង្ហើមខ្ញុំធ្វើបានត្រឹមតែដកដង្ហើមខ្សឹកនៅយូរម្ដងប៉ុណ្ណោះបើមានឈាមរបស់ពួកគ្រឿងក្លៅពេលនេះវាប្រហែលជាជួយបានតែពួកនោះអាចនឹងសម្រាប់យើងមុនអំបញ្ញមិញបងហៅអាឡែនហើយអត់ធ្មត់បន្តិចទៅមិនគេប្រាប់ហើយក៏ដាក់អាយចែកខេតដាក់ទៅទឹកជោគរបស់គេមកដណ្ដប់ឲ្យខ្ញុំឬថាកាត់ក្បាលពុះឈាមបរិសុទ្ធពួកបៃតងមកសាននាងទៅល្អប្រាប់មកប្រនាងត្រូវការមែនទេមកខេនប្រាថ្នាក់ដៃរសុទ្ធតែកំណត់ឈាមទៅដល់ស្មាខ្ញុំតិចហើយក៏ងើបឈរពុះឈាមបរិសុទ្ធទាំង3ពូជនោះតាមប្រមាញ់ពុះយើងជាក្រុមវ៉ាខិនដោះអាក្រៅចេញឃើញអាវាក្លៀកពោះសស្ដាងហើយគេក៏ដោះវាចេញទៀតមុននឹងពាក់អាក្រៅវិញចាំអាវាក្លៀកនោះគេចាប់ហាច់មករុំរបួសឲ្យខ្ញុំការពេលលើកមុនយូរណាស់ហើយពុះឈាមពោះខៀវចង់យកឈាមរបស់ខ្លួនឯងត្រាំក្របពូលហើយបាញ់ពុះជើងគេប្រាប់ដល់ទឹកមុខរេស្មើពន្លឺភ្នែកពោពេញទៅដល់កំហឹងនោះរលាយបាត់អស់ទៅហើយសល់តែភាពស្ងប់ដែលគួរឲ្យខ្លាចពិបាកនឹងដៅថាគេកំពុងគិតអីពេលពុះយើងដួលនឹងងើបមិនរួចពុះឈាមពោះក្រហមក៏យកឈាមរបស់វាមកស្រោចលើរបួសរបស់យើងហើយពុះយើងស្លាប់យឺតៗចាំវេទនាពេលនេះខ្ញុំដឹងហើយថាឈាមពោះខៀវនោះធ្វើឲ្យខ្ញុំវេទនាកម្រិតណាខ្យល់ដង្ហើមរបស់ខ្ញុំចាប់ផ្ដើមដាច់បេះដូងរបស់ខ្ញុំព្យាយាមលោតតែវាក៏ធ្វើបានលំបាកខ្លាំងណាស់ចំៃពុះឈាមពោះបៃតងក៏ដាក់គុកយើងដោយឫសឈើឲ្យយើងខ្លាចជាផ្នែកមួយនៃដីនៅត្រង់នោះជារៀងរហូតខ្ញុំបាត់ភ្នែកហើយក៏ប្រឹងបើកដើម្បីមើលនឹងពេលព្យាយាមបើកភ្នែកវាក៏បើកមិនរួចនេះជារឿងស្អីអបកតបន្ទាប់ពីដឹងពីការគ្រប់គ្រងភ្នែកហើយខ្ញុំក៏អាចបាត់ភ្នែកបានដោយដែលត្រូវការគ្រាន់តែបង្កប់សាច់ដុំជុំវិញភ្នែកឲ្យបើកវាក៏បើកពុះឈាមបរិសុទ្ធទាំង3មិនអាចសម្រាប់គ្នាឯងបានព្រោះសម្បត្តិធម្មជាតិបន្ថែមនឹងប៉ាត់ជារង្វង់តែសម្រាប់យើងស្លាប់បានតែក៏រស់វិញបាននឹងគ្រាន់តែខ្ចៅពួកនោះឲ្យមានរបួសចិញ្ចៀមពួកនោះក៏ងាប់បានខ្ញុំមានអារម្មណ៍ថារឿងរ៉ាវសោកនាដកម្មរបស់ឈាមបរិសុទ្ធនោះខ្សែលោហិតដែលសាបសូន្យដូចជាពួកយើងតែពេលពួកយើងជ្រើសរើសកើតមិនបានចុះហេតុអីយើងទៅជាគ្មានសិទ្ធិដកដង្ហើមនៅលើផែនដីនេះហេតុអីបើពួកយើងមិនត្រូវឬឈើបឺតស្រូបឈាមនឹងសាច់យើងក៏មិនស្លាប់តែដើមឈើពុះឈាមពោះបៃតងឆាប់ធំធាត់ណាស់ទៅជួយពេលណាក៏មិនដែលតាន់សូម្បីតែបាត់ភ្នែកទឹកភ្នែករបស់ខ្ញុំក៏នៅតែហូរការឈឺចាប់នោះវេទនារកអ្វីធៀបមិនបានក្រាន់តែដឹងទៅមកយ៉ាពួកនោះខុសខើប៉ុណ្ណាដែលបោះសម្លាប់វាព្រោះបើយើងមិនសម្លាប់វានឹងសម្លាប់យើងវ៉ាខិននិយាយដល់សម្លេងដល់សើទុនតែបង្កប់ដល់ការចង់អាឃាតដែលបាត់បង់មិនចិត្តដៃរបស់គេវាសក់ដែលធ្លាក់គ្រប់មុខរបស់ខ្ញុំទៅសៀតនឹងត្រចៀកថ្នមចាំមើលទីនេះតល់តែអាឡែនមកខ្ញុំព្យាយាមបង្កប់ឲ្យតបភ្លេចបិទហើយវាក៏បើកខ្ញុំសម្លឹងមើលបងប្រុសម្ដងទៀតក៏ឃើញថាគេកំពុងតែខំកក់ដៃខ្លួនឯងឈាមក្រហមស្រស់ហូរចេញមកនឹងពេលដែលវាស្រក់លើដីឈាមនោះក៏คล้ายជាពណ៌ខ្មៅលំអងពណ៌ខ្មៅដែលងងឹតបែបដែលមិនធ្លាប់ឃើញคล้ายជាផ្សែងតែងងឹតមើលមិនឃើញនៅវាលមកខាងទៀតបាទកាយភ្នែករបស់ខ្ញុំនេះមិនមែនជាណេតពណ៌ខ្មៅតាមឈាមចូលខ្ញុំប្រហែលជាមិនដឹងទេថាផ្នែកមកខាងទៀតរបស់លំអងពណ៌ខ្មៅដែលគ្រប់ដណ្ដប់ខ្លួនខ្ញុំនិងមាត់លាងនោះមានអ្វី
បងបាត់មាត់អាំងសិនចាំមកលែនមកវានឹងជួយបិទក្លិនឈាមក្លិនខ្លួននៅសំឡេងគ្រប់យ៉ាងចាំមកត្រង់នេះវ៉ាខេនិយាយហើយក៏បង្វែរខ្លួនរត់ចេញទៅផ្លូវមកខាងទីភ្លាមខ្ញុំតាមមើលគេដល់នៅពោះខ្មៅដានសឹមក៏ធ្វើការម្ដងទៀតពេលដែលគេលោតផ្លាស់មេឃឈើធំមួយរាងកាយរបស់មនុស្សក៏ខ្លាចជាចចកខ្មៅដែលមានលំអងពោះខ្មៅតាមខ្លួនគេគ្រប់ទីកន្លែងនិងបន្សល់ទុកត្រឹមលំអងតូចតាចតាមពីក្រោយមុននឹងហោះហើរតាមខ្យល់គេរត់លឿនខ្លាំងណាស់ត្រឹមមួយប្រព្រឹត្តភ្នែកខ្ញុំក៏មើលលែងឃើញគេទៅហើយពេលនេះការគ្រប់គ្រងភ្នែករបស់ខ្ញុំវិលមកធម្មតាវិញហើយតែដៃជើងបេះដូងនិងខ្យល់ដង្ហើមនៅត្រេកដើមបើសិនជាគ្មានអ្នកមកជួយតាន់ខ្ញុំត្រូវវេទនាបែបនេះដល់ពេលណាទំរាំតែវាបាត់ឬថាខ្ញុំត្រូវស្លាប់ដោយភាពវេទនាបែបនេះខ្ញុំឲ្យចម្លើយខ្លួនឯងមិនបានហើយក៏បិទភ្នែកមានមនុស្សកំពុងតែមកទីនេះខ្ញុំដឹងព្រោះភ្នែកដែរមើលឃើញខាងក្រៅវ៉ាខេនប្រាប់ថាគេហៅអាឡែនឲ្យមករកខ្ញុំហើយតែថាអ្នកដែលកំពុងតែដើរមកទីនេះមិនមែនអាឡែនក្រុមកម្ដៅពណ៌ក្រហមនោះមិនមែនជាអ្នកដតីហ្សែនគេដើរកាត់លំអងពណ៌ខ្មៅងងឹតចូលមកបីខ្ញុំដែលមិននិយាយស្ដីខ្ញុំហាប់មាត់មិនបានតែញើខ្លួនទៅត្រុតនៅក្នុងដៃរបស់គេភាពរងាត្រជាក់ដែលមកជាមួយនឹងដំណក់ភ្លៀងនៅក្នុងព្រៃនៅតែមាននៅក្នុងព្រៃដែលពោពេញទៅដោយដើមឈើស្រាងដីក៏សិតតែស្មៅស៊ុបទ្រុបស្រងាយដែលដោះទ្រុបទ្រុលតាមដង្កត់ឈើគ្រប់យ៉ាងធ្វើឲ្យអាកាសនៅជុំវិញខ្លួនត្រជាក់ដល់ថ្នាក់សឹងតែខ្លាចជាទឹកកកសែនបីខ្ញុំដើរកាត់ភ្លៀងជារឿយដោយមិនមាត់មិនកគេក៏មានរបួសពេញខ្លួនដូចគ្នាហើយបើវាកាត់ឡើងដោយសារ volcano គេគ្មានផ្លូវរស់នោះទេលើកលែងតែបានឈាមពីពួកវាយប្រាត់ដូចជាខ្ញុំត្រូវភ្លុះអាយធ្វើឬគេដាក់ខ្ញុំមកក្រាបដើមឈើធំមួយហើយលោកដៃមកស្ទាបករបស់ខ្ញុំថ្នមខ្ញុំភ្ញាក់ព្រើពេលមេឃឈើញ័រហើយវាក៏រៀលពីមួយទៅមួយរហូតដល់ពេញព្រៃហើយខ្ញុំក៏មើលវាហាក់ដូចវាអស្ចារ្យខ្លាំងណាស់ភាពងងឹតព្រោះពពកខ្មៅភ្លៀងកំពុងធ្លាក់ធ្វើខ្ញុំមើលអីសឹងតែមិនឃើញបើគ្មានភ្នែកនេះខ្ញុំអាចស្លាប់បាត់ទៅហើយខ្ញុំកំពុងតែហៅយូរ៉ាន់ឈាមអាម៉ាស៊ីននោះកាយពឹសបានដូចឈាមរបស់នាងតែវាប្រោះជីវិតមិនបាននោះទេសែននិយាយហៅកង់អាចរាងកាយខ្ញុំដែលសិតតែស្នាមរបួសកាយភ្នែករបស់គេនៅតែជាពណ៌ខ្មៅនឹងពេលដែលឃើញរបួសលើថ្ពាល់របស់ខ្ញុំពន្លឺភ្នែកនោះក៏ញ័រព្រោះនេត្រាពណ៌ក្រហមអ្នកណាធ្វើនាងឈឺឈាមពណ៌ខៀវមួយណាគេសួរហាក់ដូចមិនដឹងថាព្រោះឈាមរបស់សាន់ហូរចូលក្នុងខ្លួនរបស់ខ្ញុំវាធ្វើខ្ញុំកម្រើកខ្លួនមិនរួចនៅពេលនេះគេមិនដឹងពិតមែនឬថាធ្វើពុតជាមិនដឹងគូអាណិតប៉ុណ្ណឹងមែនទេគេរងូរងោហើយកង់អាមុខរបស់ខ្ញុំដែរព្រោះក្លិនឈាមឬអត់ខ្ញុំក៏មិនប្រកាសចិត្តដែរសែនលោមកចិត្តខ្ញុំជារឿយបបោមាត់របស់គេបង្ហើបហើយក៏ផ្អឹបនឹងបបោមាត់របស់ខ្ញុំបើគ្មានឈាមរបស់នាងខ្ញុំក៏ស្លាប់ដឹងមែនទេថារបួសអស់នេះបងប្រុសនាងជាអ្នកធ្វើគេខ្សឹបតែខ្ញុំដៅអារម្មណ៍របស់គេមិនបានពិតមែនខ្ញុំចង់បានឈាមនាងឲ្យខ្ញុំបានទេបន្តជីវិតឲ្យឆ្កែបំរើមួយនេះផងទៅគេប្រាប់ហើយក៏ស្គ្រប់ករបស់ខ្ញុំកញ្ញាំស្រួលរលែមចាក់ទម្រសាររបស់ខ្ញុំធ្វើខ្ញុំមានអារម្មណ៍ថាឈាមកំពុងតែហូបប៉ុន្តែសម្បែរបស់គេផ្លាយព្រោះគេធ្លាប់ប្រាប់ខ្ញុំថាគេមិនមែនជាឆ្កែបំរើតាមធម្មតាខ្ញុំប្រហែលជាអោបគេនឹងប្រាប់ថាខ្ញុំឲ្យគេបានគ្រប់យ៉ាងតែពេលនេះសែនមើលទៅគួរខ្លាចខុសពីមុនហើយខ្ញុំក៏កម្រើខ្លួនមិនរួចក្រៅពីប្រឹងដកដង្ហើមតាមតែអាចធ្វើបានប៉ុណ្ណោះខ្ញុំសុំសែននិយាយមិនតាន់ចប់ផងមនុស្សម្នាក់ដែលមានភ្នែកពណ៌បៃតងក៏រត់មកឈប់ពីមុខខ្ញុំយូរ៉ានពេលនេះខ្ញុំបានលឺសំឡេងឈួយឆ្ងល់របស់ចចកឬកងរំពងពេញព្រៃគួរព្រឺសម្បល់ពួកវាកំពុងតាប់យកគ្នានិងកំពុងតែភ្នាល់ដល់ជីវិតមកចាស់គេរងូរងោហើយក៏សម្រុកខ្លួនអង្គុយចង់ហៅក្បាច់ខ្ញុំដែលខ្ញុំធ្វើបាននាពេលនេះគឺសម្លឹងមើលអ្នកនេះម្ដងអ្នកនោះម្ដងដល់ការភ័យខ្លាចប៉ុណ្ណោះសែនខាត់ចាញ់នឹងមើលខ្ញុំដើរខ្សែភ្នែកខុសប្លែកពីមុនហើយខ្ញុំក៏អានមិនចាញ់ដូចគ្នាត្រូវធ្វើបាបឬគេសួរហើយលោកដៃមកចាប់ជីបចោត្រង់ករបស់ខ្ញុំគេញ៉ាំដែរទៅស្រីរបស់គេប៉ះសរសៃឈាមរបស់ខ្ញុំភ្លាមនោះបេះដូងរបស់ខ្ញុំក៏លុតញាប់ម្ដងទៀតកម្លាំងរុញច្រានធ្វើឲ្យឈាមរត់ពេញខ្លួននិងអាចរញ៉ូវវែងម្យ៉ាងនៅក្នុងខ្លួនរបស់យូរ៉ាន់ព្រោះការភ្នែករបស់គេមានពន្លឺពណ៌បៃតងចែកចាំងមួយភ្លែតហើយគេក៏បដូរពណ៌បៃតងនៅក្នុងភ្នែករបស់គេឲ្យរាងខ្សោយត្រូវពឹសឈាមប្លូអាយជ្រាបចូលខ្លួនយូរ៉ាន់ងាកទៅប្រាប់សែនដែលមើលខ្ញុំដែលមិនមាត់មិនកដឹងហើយសែនរងូរងប្រាប់ហើយក៏ធ្វើមុខដូចមិនចូលចិត្តអ្វីម្យ៉ាងខ្ញុំធំក្លិនសានសម្ដីរបស់យូរ៉ាន់ធ្វើឲ្យខ្ញុំសាទៅភ្នែកម្ដងទៀតពួកគេដឹងហើយរនៅថាពេលនេះសានកំពុងតែចាប់យើង
ត្រូវតែឆាប់ទៅជួយគេមុននឹងវាយឺតពេលខ្ញុំបានតែប្រាប់ពួកគេតាមខ្សែភ្នែកប៉ុណ្ណោះព្រោះពេលនេះខ្ញុំកម្រើកខ្លួនមិនបានធ្វើអ្វីមិនកើតនេះហើយដែលខ្ញុំកំពុងសង្ស័យសែនតបយូរ៉ានហើយក៏ជ្រុនចិញ្ចាំខំបបួលមាត់គិតយ៉ាងម៉េចយូរ៉ានងាកទៅមើលសែនម្ដងទៀតមុនពេលដែលខ្សែភ្នែកគួរខ្លាចនោះងាកមកមើលខ្ញុំកាយវិការរបស់គេដូចចង់តបាក់ខ្ញុំហើយលេបឲ្យអស់កាយវិការនោះធ្វើឲ្យខ្ញុំខ្លាចខ្លាំងណាស់ជួយនាងប្រយោគដ៏ខ្លីរបស់សែនធ្វើយូរ៉ានងក់ក្បាលភ្លាមគេខំកត់ដៃខ្លួនឯងដោយដែល Vulcan ធ្វើបន្តពីនោះក៏បន្តឈាមលើរបួសស្មារបស់ខ្ញុំភាពត្រជាក់ចេញពីឈាមយូរ៉ានរត់តាមសរសៃឈាមរបស់ខ្ញុំរហូតទៅដល់បេះដូងក្នុងដាំទ្រូងហើយឆ្វេងបេះដូងរបស់ខ្ញុំក៏កន្ត្រាក់ខ្លាំងៗពីបេះដូងបន្តពីនោះវាក៏ធ្វើការដូចដើមខ្ញុំប្រឹងដកដង្ហើមចូលជ្រៅៗហើយក៏ក្អកខុងបន្តមកក៏ត្រូវសែនលើកឲ្យងើបអង្គុយធ្វើចិត្តអត់ត្រជាក់ដកដង្ហើមយឺតៗសែនប្រាប់ហើយកងអាខ្នងខ្ញុំដែរមានតែយូរ៉ានដែលធ្វើមុខមិនត្រូវសែនខ្ញុំនិយាយបានតែប៉ុណ្្នឹងក៏ក្អកទៀតដៃជើងអាចកម្រើកបានតែវាខ្សោយខ្លាំងណាស់ម៉េចសែននឹងអាខ្នងខ្ញុំហើយព្យាយាមឲ្យខ្ញុំបញ្ឈប់ការនិយាយស្ដីតែខ្ញុំត្រូវតែប្រាប់គេឥឡូវនេះសាន់ចាំម៉េចសែនចង់ចិញ្ចាំនឹងចាស់ស្មាខ្ញុំចោះកែប្រែរបស់គេចាប់ផ្ដើមញោដល់គួរខ្លាចគេដឹងទេថាផ្នែកមួយរបស់គេកំពុងតែស្លាប់ឬអាចស្លាប់បាត់ទៅហើយសាន់កំពុងឈឺគេហូរឈាមគេឈឺចាប់ណាសាន់ខ្ញុំប្រាប់ហើយក៏នឹងហាក់ខ្យល់ដល់ថ្នាក់ឈឺដើមទ្រូងណាធ្វើ Vulcan មានសម្លេងតបតែខ្ញុំមិនមែនជាអ្នកតបដៃរបស់មនុស្សម្នាក់អោបខ្ញុំពីក្រោយស្របពេលនឹងកម្លាំងដែលប៉ះទង្គិចនៅក្នុងខ្ញុំនឹងថាមានមនុស្សម្នាក់កំពុងអោបខ្ញុំពីក្រោយទាញខ្ញុំថយចេញស្របពេលដែលលើកដៃបិទភ្នែកខ្ញុំដែរតែអ្នកណាទៅដឹងថានេតពូខ្មៅនេះអាចមើលឃើញបានទោះជាត្រូវបិទភ្នែកក៏ដោយលំអងពោសោដែលសាយភេចេញពីខ្លួនរបស់អ្នកដែលកំពុងអោបខ្ញុំនៅពេលនេះជាអាឡែនបងប្រុសទី2របស់ខ្ញុំយូរ៉ានលោតទៅតង់ដាំឈើលឿនដូចព្យុះខ្ញុំដឹងថាគេព្រោះឃើញក្រុមកម្ដៅពណ៌បៃតងកំពុងតែអាប់ដាំឈើចាំម៉ែក្រុមកម្ដៅពណ៌ក្រហមខ្ញុំឃើញគេខ្ទាតទៅម្ខាងទៀតនៅមិនឆ្ងាយប៉ុន្មាននៅក្នុងភាពងងឹតបើត្រូវបិទភ្នែកខ្ញុំមើលឃើញពណ៌តាមរយៈកម្ដៅព្រាបៗប៉ុណ្ណោះហើយពេលនេះខ្ញុំឃើញក្រុមកម្ដៅពណ៌ក្រហមកំពុងតែរំកិលចេញទៅឆ្ងាយហើយចំណុចពណ៌ក្រហមតូចៗដែរវាធ្លាក់នៅពីមុខជើងរបស់ខ្ញុំនេះឯងខ្ញុំបេះដៃអាឡែនចេញភ្លាមហើយក៏មើលទៅយូរ៉ានឃើញគេសួរឡើងលើដើមឈើទៅឆ្ងាយហើយក៏ធូរទ្រូងនឹងពេលមើលទៅសែនគេកំពុងតែផ្កាក្រោយផ្អែកនឹងដើមឈើនឹងមើលទៅគេដូចជាកំពុងឈឺចាប់អាឡែនខ្ញុំហៅបងប្រុសដោយសំឡេងខ្សៅៗហើយក៏ដងហក់ខ្យល់ឡើងទន់ខ្លួនលោកធ្វើអីសែនខ្ញុំសួរហើយក៏មានអារម្មណ៍ដូចបេះដូងធ្លាក់ទៅគោលលើដីធ្វើឬគឺធ្វើដោយ Vulcan ធ្វើខ្ញុំភ្ញាក់ព្រឹកព្រោះដឹងថា Vulcan រូបដើមទ្រូងយកបេះដូងរបស់សត្វហើយពេលនេះសែនកំពុងតែដួលម្នាក់ទៀតហើយលោកយកបេះដូងសែនណាខ្ញុំស្រែកខ្លាំងៗដោយការភ្ញាក់ផ្អើលដៃជើងទន់បេះដូងលូតញាប់បាននៅតែបែបនេះទៀតខ្ញុំច្បាស់ជាខ្យល់ស្លាប់មិនខានអត់ទេអាឡែននិយាយដល់ស្លារីស្មាហើយក៏ចាក់ស្មារបស់ខ្ញុំឲ្យមកជ្រុបនឹងដើមទ្រូងរបស់គេព្រមទាំងឲ្យខ្ញុំណែនបងក្រាន់ទ្រូងយកក្របភ្នែករបស់វាប៉ុណ្ណោះខ្លួនខ្ញុំស្ពឹកនឹងសម្ដីរបស់បងប្រុសនេះឬអាឡែនដែលចាញ់ចាំងខ្ញុំមិនធ្លាប់គិតទេថាគេមានផ្នែកមួយទៀតដែរងងឹតដល់ថ្នាក់នេះភ្នែករបស់ខ្ញុំដែលមើលឃើញរូបភាពនៅខាងក្រោយយូរ៉ានកំពុងតលូតចុះពីដើមឈើទៅរកសែនដែលកំពុងតែលើកដៃក្តៅភ្នែកខាងឆ្វេងរបស់គេខ្ញុំតាមមើលហើយក៏ជួយចាប់តាមដែររួងយកក្របភ្នែកនោះមានថាភ្នែករបស់គេប្រាការលេងបានហើយអាឡែនលោកប្រាប់ខ្ញុំថាយើងមិនសម្លាប់ពួកគេនឹងសម្លាប់យើងមែនទេខ្ញុំសួរហើយក៏ឈឺបេះដូងឈៀបមែនវាអីចឹងឬទោះជាខ្ញុំមើលស្ងៀមតែពួកគេនៅតែតាមប្រមាញ់កំទេចពុជពងរបស់ខ្ញុំបន្តអីចឹងឬគ្រាន់តែគិតទឹកភ្នែកខ្ញុំក៏ហូរបើវាគឺជាការពិតខ្ញុំប្រហែលជានៅលើលោកនេះជាមួយពួកគេមិនបាននោះទេតែខ្ញុំគិតមករហូតថាប្រប្រដែលខ្ញុំបានស្គាល់នៅថ្ងៃណាមួយយើងអាចជាមិត្តភក្តិក្រុមតែមួយចិត្តស្និទ្ធគ្នាខ្លះហើយខ្ញុំមិនស្មានទេថាវាទៅជាបែបនេះមិននឹកស្មានពិតមែនអាឡែនរុញខ្ញុំឲ្យចេញឆ្ងាយពីគេបន្តិចដើម្បីពិនិត្យមើលរបួសគេបាក់ភ្នែកធំនិងពន្លឺពណ៌សសតុនោះក៏ចាំងចេញពីភ្នែករបស់គេកាន់តែឃើញលំអងពណ៌សដែលហាក់ដូចជាពន្លឺនៅក្នុងភាពងងឹតដែលវាកំពុងតែសាយភេចេញពីកែភ្នែករបស់គេខ្ញុំនឹកថានេះអាចជាអំពិលអំពែកដែលរស់នៅក្នុងព្រៃឈាមពូខៀវដកនៅក្នុងខ្លួននាងសម្ដែងរបស់អាឡែនធ្វើខ្ញុំស្រក់ទឹកភ្នែកនៅក្នុងចិត្ត Vulcan ធ្វើបាបតទៅសានដួលសែនហើយយូរ៉ានឲ្យមកជួយខ្ញុំហើយអាឡែនក៏ធ្វើបាបសែនតទៅបាត់បង់ភ្នែកម្ខាងរឿងដែលកើតឡើងនេះវាជារឿងអ្វីអត់ប្រកបបងនៅបឺតយកវាចេញមើលផ្លូវក្រោយបងផងគេប្រាប់ហើយក៏លើកចង់ម្រាមមកខាំដោយចង្គមដែលមើលទៅសោកស្ញាញ់ហាក់ដូចកបិតពោះប្រាក់ឈាមពូក្រហមក៏ហូរហើយគេយកវាមកបន្តលើស្មារបស់ខ្ញុំមានអារម្មណ៍ថាក្រាមឈាមពូខៀវដែលហូរនៅក្នុងខ្លួនរបស់ខ្ញុំសឹមក៏ហូរចេញតាមរបួសដែលបើកមុខត្រង់ស្មារបស់ខ្ញុំហើយទីបំផុតខ្ញុំក៏មានអារម្មណ៍ថាឈាមពូខៀវនោះលែងមាននៅក្នុងរាងកាយទៀតហើយ
hạt ấy được bừa tràn mà lại bền niêng Alan được ngủ ngò muốn được prai trong mềm đai việc được bừa lơ thpa bạc chấm chênh mình dùประมาณđược bừa cọp xa hạ đôi pra đai việc thuli chênh pin bạc bạc chấm ấy chẳng âm nát từ bạc chiêm bừa so cứ pra hai chỉ bạc này hai Alan chấm hai chấm một bằng pram đằng tiền bên này bên đầu bạc chấm ấy chỉ chọc đôi chấm thôi chấm bạch tôm là tay chấm mặt đằng bật men thà bên này cua ta kháng này rư miếng phật nát đằng sau là chấm ban chơi đa từ một bàn tàu miền được ấy cái số nước điên mơ sen nâng du rat đã cập bông tali bộ ác nia nơi cạc nòng